អភិបាលរងខេត្តតាកែវណែនាំមន្ត្រីរៀបចំផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ2027ត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់មុននឹងរៀបចំគម្រោងថវិកាផ្ញើមកកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកានិងផែនការថវិកាប្រចាំឆ្នាំ2027និងណែនាំដើម្បីកំណត់ការរៀបចំគម្រោងវិនិយោគក្រោមកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅព្រឹកថ្ងៃប្រហ័សទី11ខែមិថុនាឆ្នាំ2026លោកមុំកាយអភិបាលរងខេត្តតាកែវបានធ្វើការណែនាំដល់មន្ត្រីដែលពាក់ព័ន្ធទៅនឹងការសរសេរគម្រោងថវិកាឆ្នាំ2027ត្រូវធ្វើការសិក្សានិងគិតគូរឲ្យបានច្បាស់លាស់មុននឹងសរសេរគម្រោងថវិកាផ្ញើមកកាន់មន្ទីរហិរញ្ញវត្ថុដែលជាសេនាធិការរបស់រដ្ឋបាលខេត្តលោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្ថែមថាដើម្បីឲ្យការអនុវត្តថវិកាមានភាពរលូននិងអាចគាំទ្រដល់ការងារអត្ថិភាពរបស់មន្ទីរអង្គភាពរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់ជាពិសេសផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលចាំបាច់ត្រូវគិតគូរឲ្យបានហ្មត់ចត់ជាមុនពោលគឺចាប់តាំងពីដំណាក់កាលរៀបចំថវិកាដោយហេតុថាប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផលឬសមិទ្ធកម្មទាមទារឲ្យមានការរៀបចំថវិកាដែលផ្ដោតជាចាំបាច់លើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈជាពិសេសពីការចំណាយគោលសម្រាប់មន្ទីរអង្គភាពនីមួយៗដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនឲ្យបានល្អហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្តដើម្បីសម្រេចបាននូវលទ្ធផលក្នុងឆ្នាំនិងលទ្ធផលចុងក្រោយលោកមុំកាយអភិបាលរងខេត្តតាកែវបានសម្ដែងក្តីសង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលានាថ្ងៃនេះនឹងក្លាយជាវេទិកាសំខាន់មួយទៀតក្នុងការផ្ដល់មគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះដើម្បីពង្រឹងនិងបង្កើនសមត្ថភាពជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់មន្ទីរអង្គភាពលើការរៀបចំថវិការបស់ខេត្តឲ្យកាន់តែមានប្រសិទ្ធភាពមានសមត្ថភាពនិងមានគណនេយ្យភាពដើម្បីសម្រេចឲ្យបាននូវគោលបំណងសំខាន់នៃកម្មវិធីដែលក្រសួងបានដាក់ចេញលោកអភិបាលរងខេត្តតាកែវក៏បានផ្ដល់អនុសាសន៍ណែនាំដល់អ្នកចូលរួមក្នុងសិក្ខាសាលាឲ្យផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើគ្រប់ប្រធានបទដែលបានផ្ដល់បទបង្ហាញដោយមន្ត្រីជំនាញព្រមទាំងចូលរួមកិច្ចពិភាក្សាឲ្យបានផលផុសដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ